បាទថ្ងៃនេះមករៀនពាក្យធ្លាប់បាទមានន័យថាយើងរៀនពាក្យធ្លាប់ពីមុនយើងធ្លាប់ធ្វើអីធ្លាប់រត់លេងធ្លាប់ធ្វើការក្នុងភាសាអង់គ្លេសដែលយើងនិយាយថាពេលខ្លះយើងនឹងអត់ឃើញទេថាពាក្យធ្លាប់ហ្នឹងភាសាអង់គ្លេសគេប្រើមិនទៅបាទពាក្យធ្លាប់ខ្ញុំធ្លាប់តែនិយាយភាសាខ្មែរខ្ញុំធ្លាប់តែនិយាយភាសាអង់គ្លេសអញ្ចឹងទៅពាក្យថាធ្លាប់តើមានន័យដូចម្ដេចហើយប្រែជាភាសាខ្មែរប្រែដូចម្ដេចបាទហើយរបៀបប្រើប្រាស់វាដូចម្ដេចខ្លះបាទអញ្ចឹងខ្ញុំមករៀនជាមួយនឹងខ្ញុំទាំងអស់គ្នាខ្ញុំនឹងបង្រៀនមួយតាក់ទងជាមួយនឹងពាក្យធ្លាប់នេះបាទរបស់ស្របបាទរបស់ស្របហ្នឹងaffirmative បាទ affirmative ហ្នឹងគឺរបស់ស្របមានន័យថាប្រយោគធម្មតាបងប្អូនបាទតែអញ្ចឹងយើងមើលប្រយោគធម្មតាគឺមាន subject plus ជាមួយនឹង used to plus verb verb ហ្នឹងគឺជា verb កិរិយាសព្ទដើម verb 1 verb ខ្ទង់ទី1ដូច go went gone អញ្ចឹង verb ខ្ទង់ទី1គឺ go បាទ verb go គេប្រើជាមួយ used to នេះបាទអញ្ចឹង subject plus ជាមួយនឹងused to plus verb បាទ verb ខ្ទង់ទី1បាទអញ្ចឹងយើងមកមើលឧទាហរណ៍ទាំងអស់គ្នាបាទ I used to live in Siem Reap បាទ I used to live in Siem Reap បាទអញ្ចឹងប្រែថាខ្ញុំធ្លាប់រស់នៅខេត្តសៀមរាបបាទខ្ញុំធ្លាប់រស់នៅខេត្តសៀមរាបបាទ I used to live in Siem Reap បាទអញ្ចឹងបងប្អូនសាអានទាំងអស់គ្នា1 2 3បាទល្អណាស់បាទអរគុណបាទសម្រាប់ការសិក្សាយើងនឹងសិក្សាភាសាused to នេះបន្តទៀតបាទអត់មានទាន់ចាប់ត្រឹមនេះទេបាទ